អូខេអញ្ចឹងចូលមកកាន់ផ្នែកទី2នៃមេរៀនទី8របស់យើងដែលយើងមើលទៅលើការជះឥទ្ធិពលរបស់ pH ទៅលើសាច់ឬក៏ប្រូតេអ៊ីនដែលមាននៅក្នុងសាច់ឬក៏យើងនិយាយមួយទៀតថាជា hydrated of meat អញ្ចឹងនៅក្នុងនេះសាច់ដែលយើងនឹងប្រើប្រាស់គឺយើងនឹងប្រើប្រាស់សាច់គោធ្វើជា raw material ក៏ដូចជាវត្ថុធាតុដើមរបស់យើងអាចប្រើសាច់គោក៏បានយើងអាចប្រើសាច់ជ្រូកក៏បានដែរក៏ប៉ុន្តែអ្នកគ្រូប្រើសាច់គោដោយសារតែសាច់គោហ្នឹងវាសម្បូរប្រូតេអ៊ីនច្រើននៅក្នុងហ្នឹងអញ្ចឹងយើងប្រើសាច់គោរបស់យើងដែលសាច់គោរបស់យើងហ្នឹងគឺយើងនឹងថ្លឹងវា3ក្រាមអញ្ចឹងនៅក្នុងនេះដំណាក់កាលដំបូងរបស់យើងអ្វីដែលយើងត្រូវធ្វើហ្មងណាគឺយើងត្រូវថ្លឹងធូបរបស់យើងសិនព្រោះអីដោយសារតែតិចទៀតយើងនឹងយកធូបរបស់យើងនឹងយកទៅរង្វិលចាក់ផ្ចិតហើយយកវាមកថ្លឹងភាសាទៀតអញ្ចឹងបើយើងអត់ថ្លឹងសបកធូបពីដើមមកទេយើងនឹងអត់ដឹងថាសបករបស់វានឹងប្រមាណដើម្បីដកម៉ាស់សាច់ជ្រូកឬសាច់គោដែលមាននៅក្នុងនឹងចេញទេអញ្ចឹងដំបូងអ្នកគ្រូធ្វើការថ្លឹងសបកធូបសិនអញ្ចឹងពេលដែលយើងថ្លឹងហើយគ្នាយើងអាចណូតនៅលើกระดาษក៏បានឬក៏ណូតនៅលើសបកកំប៉ុងនឹងក៏បានដែរអញ្ចឹងធូបមួយនេះទម្ងន់របស់វាគឺ1.31 13.1107អញ្ចឹងអ្នកគ្រូណូតឲ្យហើយ13.1107ក្រាមអានេះសម្រាប់សបកធូបណាអញ្ចឹងដូចគ្នាអញ្ចឹងដោយសារតែអ្នកគ្រូត្រូវធ្វើ4 condition មានន័យថា condition ដែលពួកយើងត្រូវធ្វើទាំងអស់មាន5មកមាន pH 4មាន pH 4.5 pH 5 pH 5.5 pH 6ជាមួយនឹង pH 7តែអ្នកគ្រូបង្ហាញយើងថ្ងៃនេះតែ2 condition នេះគឺ pH 4ជាមួយនឹង pH 7ហើយការថ្លឹងដូចគ្នាអញ្ចឹងយើងអាចថ្លឹងផ្ទាល់អញ្ចឹងក៏បានឬក៏យើងអាចដាក់ container អីមួយដែលជាឧទាហរណ៍ដូចជា baker នៅក្នុងហ្នឹងហើយផាត់សបកហើយចាំថ្លឹងក៏បានដែរអញ្ចឹងធូបមួយនេះគឺមានទម្ងន់13.10/22 13.10/22ក្រាមអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្រូថ្លឹងម៉ាស់របស់ test tube របស់អ្នកគ្រូហើយអ្វីដែលអ្នកគ្រូត្រូវធ្វើបន្ទាប់ហ្នឹងគឺអ្នកគ្រូត្រូវថ្លឹងក្រាមឬក៏ត្រូវថ្លឹងសាច់របស់អ្នកគ្រូដាក់ចូលជាក់ស្ដែងសាច់នេះអ្នកគ្រូថ្លឹងហើយហីតោះនេះអ្នកគ្រូដាក់វា3ក្រាមអញ្ចឹងឧទាហរណ៍បើសាច់របស់យើងពេលដែលយើងថ្លឹងទៅវា3.1ក្រាមឬក៏3.2ក្រាមយើងត្រូវណូតម៉ាស់វាឲ្យច្បាស់ហ្មងតោះនេះអត់ដែរថាអ្នកគ្រូឲ្យខ្ញុំថ្លឹង3ក្រាមពេលដែលខ្ញុំថ្លឹងទៅខ្ញុំឃើញ3.05ក្រាមក៏ខ្ញុំដាក់0.3ក្រាមឬក៏3ក្រាមអត់បានទេព្រោះម៉ាស់របស់វាភាពសុក្រិតនៃម៉ាស់របស់វាគឺសំខាន់នៅក្នុង experiment មួយនេះអញ្ចឹងបើសិនជាបងអូនថ្លឹងឃើញម៉ាស់ប្រមាណដាក់ម៉ាស់ប៉ុណ្ណឹងតោះនេះអញ្ចឹងអ្នកគ្រូចាប់ផ្ដើមយកសាច់របស់អ្នកគ្រូដាក់ចូលទៅក្នុងធូបអញ្ចឹងបើយើងធ្វើប្រហែល condition យើងថ្លឹងប៉ុណ្ណឹងដងណាដោយសារតែអ្នកគ្រូធ្វើតែ2អញ្ចឹងអ្នកគ្រូដាក់តែក្នុង2ធូបទេអញ្ចឹងអ្នកគ្រូនិយាយអញ្ចឹងម៉ាស់របស់វាប្រមាណកត់ម៉ាស់ប៉ុណ្ណឹងឲ្យជាក់លាក់ឧទាហរណ៍ថាបើម៉ាស់របស់វា3.05ក្រាមឬក៏3.06ក្រាមកត់ឲ្យច្បាស់គឺ3.06ក្រាមឲ្យច្បាស់ឲ្យគេអត់ទេអញ្ចឹងអ្នកគ្រូណូតម៉ាស់វាហើយអញ្ចឹងអ្នកគ្រូដាក់សាច់របស់អ្នកគ្រូចូលទៅក្នុងធូបរបស់អ្នកគ្រូបន្ទាប់ពីអ្នកគ្រូដាក់សាច់របស់អ្នកគ្រូចូលនៅក្នុងធូបរបស់អ្នកគ្រូហើយអ្វីដែលអ្នកគ្រូត្រូវការធ្វើបន្ទាប់គឺយើងត្រូវ dilute ឬក៏យើងត្រូវបន្ថែមជាមួយនឹងទឹកបិទរបស់យើងអញ្ចឹងការបន្ថែមទឹកបិទរបស់យើងគឺយើងបន្ថែម15 ml និយាយទៅនៅក្នុង procedure នៅក្នុង lab របស់យើងគឺអ្នកគ្រូបានបញ្ជាក់យើងហើយតោះនេះអញ្ចឹងយើងបន្ថែមចំនួន15 ml ដែលជាទឹកបិទរបស់យើងអ្នកគ្រូមូវារៀងជាប់បន្តិចមែនអូខេអ្នកគ្រូដាក់វាចូលទៅក្នុង sample របស់អ្នកគ្រូដែលជាសាច់ហ្នឹងcondition មួយទៀត pH 7ដូចអ្នកគ្រូនិយាយអញ្ចឹងគ្នាយើងមិនមែនធ្វើ2ធូបដូចអ្នកគ្រូទេណាបើមិនជាយើងមាន pH condition ចំនួន5យើងបូមចំនួន5ដូចគ្នាអញ្ចឹងតែដោយសារអ្នកគ្រូធ្វើឲ្យយើងមើលតែ2អ្នកគ្រូធ្វើតែ pH acid 1ធ្វើ pH បាស1ឲ្យពួកយើងpH acid 1 pH នើត1ឲ្យពួកយើងបើសិនក្នុងករណីតែចុងវានៅគ្នាយើងបឺតវាឡើងលើបន្តិចហើយចាំតម្លាក់វាចុះមកអូខេចឹងបន្ទាប់ពីយើងបូមហើយនៅក្នុង lab របស់យើងគឺគេទាមទារឲ្យយើងធ្វើការ homogenize វាឲ្យសព្វជាជាក់ស្ដែងការធ្វើ homogenization បងប្អូនទាំងអស់គ្នាជាធម្មតាយើងប្រើ homogenizer ហើយដោយសារយើងត្រូវការកិនវាឲ្យម៉ត់ថែមទៀតណាក៏ប៉ុន្តែដោយសារ homogenizer យើងអាចប្រើនៅក្នុងធូបនេះបានទេអញ្ចឹងអ្នកគ្រូយកសភារបស់យើងហ្នឹងយកមកមិចវាឲ្យសព្វមកយកសភារបស់យើងហ្នឹងមិចវាឲ្យសព្វមក
ធ្វើម៉េចឲ្យសាច់ហើយនឹងទឹករបស់យើងនឹងវាមិនសប់ចូលគ្នាហើយយើងអាចប្រើ voltage ថែមទៀតក៏បានដែរអូខេអ្នកគ្រូប្រើរបៀបថ្មីមួយទៀតឧបករណ៍ដែលអ្នកគ្រូប្រើគឺអ្នកគ្រូ stereo វាស្អាតហើយតោះនេះហើយសាច់នេះបើសិនជាអាចអ្នកគ្រូណែនាំឲ្យយើងប្រើពពុះសាច់កិនម៉ត់ណាប្រើពពុះសាច់កិនម៉ត់ហ្មងណាអានេះប្រហែលជានៅដុំបន្តិចដោយសារយើងធ្វើការច្រាំវាតែអ្នកគ្រូណែនាំឲ្យពួកយើងធ្វើការកិនវាឲ្យម៉ត់ហ្មងអានឹងយកមកបានវា homogenize សពជាមួយគ្នាហើយបើមានម៉ាស់អីជាប់នៅអញ្ចឹងអីតម្លាក់វាតអស់ទៅព្រោះជួនកាលវាអាចធ្វើឲ្យ Lisa របស់យើងរៀងលំអៀងដែរបើសិនជាវាម៉ាស់ជាប់មួយឧបករណ៍ផ្សេងទៀតណាចឹងបន្ទាប់ពីយើង homogenize សពហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវ adjust pH វាមានន័យថា pH របស់វាបើសិនជា4យើងត្រូវវាស់សិនអញ្ចឹងមានន័យថាយើងត្រូវវាស់ pH វាមកតង់សិនបើសិនជា pH របស់វាយើងវាស់ទៅឃើញថា pH របស់វា6បងប្អូនទាំងអស់គ្នាបើសិនជាយើងចង់ adjust ទៅ pH 4យើងត្រូវប្រើជាមួយនឹងពពុះអាស៊ីត chlorhydric របស់យើងដែលមានកំហាប់ 0.1 m បើសិនជាក្នុងករណីថាយើងមើលឃើញថា pH របស់វា6តែយើងចង់ adjust វាទៅ7ឬក៏ adjust វាទៅ8អញ្ចឹងយើងត្រូវថែមអីគេពពុះបាសអញ្ចឹងទាំងបាសទាំងអាស៊ីតត្រូវដាក់នៅចិត្តនឹងឲ្យហើយដើម្បីឲ្យយើងអាចងាយស្រួលនៅក្នុងការធ្វើ adjustment អញ្ចឹងឥឡូវហ្នឹងមិញហ្នឹងបន្ទាប់ពីយើងលាយវាសព្វហើយយើងត្រូវការធ្វើការ adjust pH របស់វាដែលយើងប្រើប្រាស់ពពុះ pH meter ជាប្រភេទ portable ដៃចេះយើងអាចប្រើពពុះ pH meter ជាប្រភេទ probe ក៏បានជាប្រភេទ portable ចេះក៏បានដែរតោះនេះគាត់ថាពេលដែលយើងប្រើយើងត្រូវធ្វើ calibration អីឲ្យត្រឹមត្រូវអញ្ចឹងអ្នកគ្រូមិញហ្នឹងបាន adjust pH វាហើយទៅជា pH 4 pH 7ហ្នឹងដោយសារតែការ adjustment ហ្នឹងវារៀងយូរអញ្ចឹងអ្នកគ្រូធ្វើការ adjust វាហើយអ្នកគ្រូបានទុកវារយៈពេល10នាទីហើយអញ្ចឹងបន្ទាប់ពីយើងធ្វើការ adjust ហើយយើងត្រូវការធ្វើការទុក sample របស់យើងនឹងរយៈពេល10នាទីបន្ថែមទៀតបន្ទាប់ពី10នាទីក្រោយមកអ្នកគ្រូអាចឃើញសភាពនៃ sample របស់អ្នកគ្រូនឹងខុសពីទម្រង់ដើមមុនបន្តិចណាអញ្ចឹងបន្ទាប់ពីយើងធ្វើការ adjust pH ហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ទៀតយើងត្រូវធ្វើការយកវាយកទៅរង្វិលចាក់ផ្ចិតនៅល្បឿន200ជុំក្នុង1នាទីរយៈពេល10នាទីបន្ថែមទៀតបន្ទាប់ពីយើងធ្វើការរង្វិលវាហើយបន្ទាប់ពីយើងធ្វើការរង្វិលចាក់ផ្ចិតវាហើយយើងនឹងធ្វើការចាក់យក supernatant ដែលនៅខាងលើនេះចាក់យក supernatant ដែលនៅខាងលើនេះចេញបន្ទាប់ពីចាក់ supernatant ដែលនៅខាងលើនេះហើយយើងទុកតែ palette សាច់នៅខាងក្រោមនេះទេបន្ទាប់មកយើងធ្វើការថ្លឹងវាម្សាទៀតថ្លឹងវាម្សាទៀតមិនមែនឆ្កឹះសាច់នឹងយកមកថ្លឹងទេណាគ្នាយើងគឺយើងត្រូវថ្លឹងទាំងសម្បកអញ្ចេះម្សាទៀតតោះនេះយើងត្រូវថ្លឹងវាទាំងសម្បកម្សាទៀតហើយ note ម៉ាស់សរុបរបស់វាទុកដើម្បីយកម៉ាស់សរុបហ្នឹងដកជាមួយនឹងម៉ាស់ដើមដែលយើងដាក់កំហបឬក៏សម្បកវាជាមួយនឹងសាច់ហ្នឹងចេញមកអញ្ចឹងយើងនឹងមើលឃើញថាតើពពុះ dehydrated meat របស់យើងហ្នឹងយើងនៅសមម៉ាស់ប្រមាណអញ្ចឹងអ្នកគ្រូបញ្ជាក់ម្ដងទៀតអានេះអ្នកគ្រូអត់ទៅរង្វិលចាក់ផ្ចិតឲ្យយើងមើលទេណាអ្នកគ្រូបញ្ជាក់ម្ដងទៀតថាបន្ទាប់ពីយើងធ្វើការ adjust pH ហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់ពីហ្នឹងគឺយើងត្រូវយក sample របស់យើងហ្នឹងយកមកចាក់នៅពពុះ supernatant ដែលជាទឹកនៅខាងលើនេះចេញឥឡូវហ្នឹងបើអ្នកគ្រូចាក់អត់កើតទេតោះនេះដោយសារតែសាច់ហើយនឹងទឹកហ្នឹងវានៅមិនបញ្ចូលគ្នាតែពេលយើងយកទៅរង្វិលចាក់ផ្ចិតវានឹងញែកដាច់រវាង palette សាច់នៅខាងក្រោមជាមួយនឹង supernatant នៅខាងលើអញ្ចឹងយើងត្រូវចាក់ supernatant នឹងចេញបន្ទាប់មកយកធូបរបស់យើងដែលមានធូបជាមួយនឹងសាច់នៅសល់នៅខាងក្នុងហ្នឹងយកទៅថ្លឹងម្សាទៀតបន្ទាប់មក note ម៉ាស់សរុបរបស់វាទុកបន្ទាប់មកបានយើងអាចធ្វើការគណនាថាតើ hydrated of meat របស់យើងនឹងវាអាច retain ទឹកឬក៏ retain នៅពពុះ water នឹងបានដោយកម្រិតណាអញ្ចឹងតកតងជាមួយនឹង lab របស់យើងនៅ part ទី2នេះត្រូវបានបញ្ចប់ប៉ុណ្ណឹងអ្នកគ្រូសង្ឃឹមថាពួកយើងនឹងបានមើលតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានចម្ងល់អីពួកយើងអាចធ្វើការសាកសួរអ្នកគ្រូបានអរគុណសម្រាប់ការទស្សនារបស់ពួកយើងសម្រាប់មេរៀនទី8អរគុណ